ពីពេលនេះទៅកម្ពុជាអាចទិញអាវុធពីសហរដ្ឋអាមេរិកបានវិញហើយដែលជាការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាសេតវិមានអាមេរិកនៅថ្ងៃទី26ខែតុលាឆ្នាំ2025បានប្រកាសដកបំរាមហាមឃាត់ការលក់អាវុធរបស់ខ្លួនមកឲ្យប្រទេសកម្ពុជាដោយសារអាមេរិកបានមើលឃើញពីចេតនារបស់កម្ពុជានៅក្នុងការស្វះស្វែងដើម្បីសន្តិភាពអាមេរិកបានអនុម័តបំរាមលក់សពាវុធឲ្យកម្ពុជាកាលពីខែធ្នូឆ្នាំ2021នៅក្រោមរដ្ឋបាលរបស់លោក Joe Biden បន្ទាប់ពីអាមេរិកមើលឃើញពីការពាក់ព័ន្ធរបស់ចិននៅក្នុងមូលដ្ឋានទ័ពសមុទ្ររៀមនេះបើយោងទៅតាមទីលាននុបវត្តិចុះបញ្ជីសហព័ន្ធរបស់រដ្ឋាភិបាលអាមេរិកចុះថ្ងៃទី9ខែធ្នូឆ្នាំ2021សេតវិមានបានលើកឡើងថាការដកបំរាមនេះគឺជាការបើកឱកាសថ្មីសម្រាប់កម្ពុជាក្រោយពីជំនួបផ្ទាល់លើកដំបូងរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតនៅក្នុងទីក្រុងគូឡាឡាំពួរនាថ្ងៃទី26ខែតុលាឆ្នាំ2025មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏នឹងចាប់ផ្ដើមរៀបចំសម្ពយុទ្ធឆ្មាំអង្គរជាមួយកម្ពុជាឡើងវិញបន្ទាប់ពីផ្អាកអស់ពេល8ឆ្នាំសម្ពយុទ្ធឆ្មាំអង្គរកម្ពុជាអាមេរិកបានចាប់ផ្ដើមដំបូងនៅឆ្នាំ2010ដែលរៀបចំរួមគ្នាដោយកងទ័ពកម្ពុជានិងកងទ័ពសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកវារួមបញ្ចូលការហ្វឹកហាត់ផ្នែកបញ្ជាការប្រយុទ្ធវិស្វកម្មនិងសកម្មភាពស៊ីវិលផ្នែកវិទ្យាសាស្ត្រដែលមានគោលបំណងរក្សាសន្តិភាពនិងការត្រៀមខ្លួនសម្រាប់បេសកកម្មមនុស្សធម៌សម្ពយុទ្ធនេះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ2016ប៉ុន្តែត្រូវផ្អាកចាប់ពីឆ្នាំ2017ក្រោយអាមេរិកវាយតម្លៃថារាជធានីភ្នំពេញបានរំកិលទំនាក់ទំនងការពារជាតិរបស់ខ្លួនកាន់តែជិតទៅទីក្រុងប៉េកាំងជាពិសេសតាមរយៈសម្ពយុទ្ធនាមាសសេតវិមានអាមេរិកបានប្រកាសទៀតថាអាមេរិកក៏នឹងបង្កើនចំនួនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅសាលាយោធា West Point និង Air Force Academy ផងដែរក្រុមអ្នកវិភាគនិយាយថាការផ្លាស់ប្ដូរនេះគឺស្របពេលកម្ពុជាកំពុងស្វែងរកតុល្យភាពយុទ្ធសាស្ត្រខណៈទីក្រុង Washington កំពុងធ្វើសមាហរណកម្មជាមួយនឹងអាស៊ីអាគ្នេយ៍ឡើងវិញចំពេលឥទ្ធិពលរបស់ទីក្រុងប៉េកាំងកាន់តែបន្តរីកធំនៅក្នុងតំបន់នេះខ្ញុំរស់សុធាពី News Today NTTV